มันในต่างគ្នាจะได้លេងនៅឯប្រាសាទនិពន្ធទាំងអស់គ្នានេះជាសកម្មភាពខ្ញុំធ្វើការជិះម៉ូតូទៅលេងនៅឯប្រាសាទនិពន្ធតាមផ្លូវមានអារម្មណ៍ថាត្រជាក់ហើយ fresh ខ្លាំងមែនតើបើសិនជាយើងមកដល់លេងអីអត់មានម៉ូតូយើងអាចជួលបានអញ្ចឹងណានេះនៅពេលដែលយើងមកដល់ប្រាសាទនិពន្ធមានកន្លែងគេផ្ញើម៉ូតូនេះកន្លែងរោងហ្នឹងគឺកន្លែងផ្ញើម៉ូតូឥឡូវនេះធ្វើការដើរចូលទៅក៏ឃើញគេដាក់អាកន្លែងពីបង្ហាញពីការជួសជុលប្រាង្គប្រាសាទនិពន្ធហ្នឹងដល់ពេលនេះជាផ្លូវចូលដើរទៅដល់កន្លែងប្រាសាទហ្នឹងមានអារម្មណ៍ថាស្អាតមែនតើហើយពេលខ្ញុំទៅហ្នឹងអត់សូវមានមនុស្សទេដោយសារតែហ៊ានយ៉ាងងាយដែរខ្ញុំទៅឡើងម៉ោង5ជាងនេះហើយម៉ោង6កន្លះគេបិទឡើងទៅមើលពីសម្រស់ប្រាសាទនិពន្ធដល់គ្នា